បាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទគ្រូឱសថបារាណរបស់ភ្នំចង់ពណ៌មកវីដេអូចែករំលែកនៅរូបមន្តឱសថដែលជាឱសថសម្រាប់ព្យាបាលជំងឺតម្រងនោមចែកជូនបងប្អូនទាំងអស់គ្នាបាទនេះគេហៅថាដើមអញ្ចាញណាដើមអញ្ចាញនេះគឺមានអត្ថប្រយោជន៍ច្រើនយ៉ាងមែនទែនបងប្អូនដើមចាញ់នេះអាចយកទៅព្យាបាលជំងឺរលាកថ្លើមក៏បានយកទៅព្យាបាលជំងឺរលាកស្បូនក៏បានយកទៅព្យាបាលជំងឺរលាកតម្រងនោមបាទរលាកកាពះពោះវៀនក៏បានតាមរូបមន្តដែលលោកគ្រូអាចផ្សំបានណាចំពោះឱសថដែលខ្ញុំចង់ចែករំលែកនៅរូបមន្តដែលព្យាបាលជំងឺតម្រងនោមបងប្អូនអាចយកដើមអញ្ចាញមួយឬស្បូវភ្លាំង2បាទដើមសកានេះជាប្រភេទស្មៅបងប្អូនបាទ3និងដើមលាយផ្ទុក4ណាបងប្អូនណាបាទនិងដើមខ្មាញ់5បងប្អូនណាចំនួន5មុខនេះបងប្អូនចិញ្ច្រាំឲ្យមកហាលឲ្យស្ងួតបងប្អូនអាចយកទៅពិសាព្យាបាលជំងឺរលាកតម្រងនោមយ៉ាងពូកែស័ក្តិសិទ្ធិបងប្អូននោមមិនឆ្អេះបាទនោមមកថ្លាណាបាទតម្រងនោមរបស់បងប្អូនកំពុងតែមានបញ្ហាអត់ច្រោះជាតិពុលទេបងប្អូននោមមកអត់មានធំក្លិនឆ្អេះទេអត់មានសារជាតិប្រៃគឺរូបមន្តនេះអាចជួយបងប្អូនបានណាបងប្អូនណាបាទបងប្អូនកំពុងតែចង់នឹងខូចតម្រងនោមហើយណាប៉ុន្តែរូបមន្តដែលខ្ញុំប្រាប់បងប្អូននេះគឺអាចព្យាបាលបានបងប្អូនហូបជាប្រចាំទៅគឺបងប្អូនទឹកនោមរបស់បងប្អូនឡើងជាតិប្រៃមកវិញនិងធំក្លិនឆ្អេះមកវិញហើយណាបាទចំពោះរោគសញ្ញាដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរគឺនោមមកអត់ឆ្អេះទេហើយពណ៌ទឹកនោមថ្លាជាប់ណាបងប្អូនទោះតែបងប្អូនហូបទឹកតិចក្តីណាបាទគឺអត់នេះទេគឺអត់ក្រហមអត់អីតែចាស់អីទេណាបងប្អូនណាគឺពណ៌ថ្លានេះហើយតម្រងនោមរបស់បងប្អូនអត់ច្រោះជាតិពុលមកទេបងប្អូនបាទពុលនៅក្នុងខ្លួនទាំងអស់ហើយចំពោះរូបមន្តដែលខ្ញុំចែករំលែកនេះគឺអាចជួយបានណាបងប្អូនណាសកានេះស្មៅណាបងប្អូនមិនមែនសកានេះដែលយើងហូបផ្លែទេណាជម្រាបជូនបងប្អូនគាត់ថាពិបាករើណាបងប្អូនណាហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេចែករំលែកបងប្អូនបាទសូមអរគុណសូមជម្រាបលា